សេដ្ឋីវ័យក្មេងរូបនេះបានបាត់បង់អ្វីៗទាំងអស់អាជីវកម្មរបស់លោកដែលកំណើតនិងជីវិតអតីតកាលទាំងស្រុងតែម្ដងជាងនេះទៀតនោះគាត់ខ្លាចមិនហ៊ានស្នាក់នៅប្រទេសមួយនេះយូរទេព្រោះគ្មានសុវត្ថិភាពប៉ុន្តែចំនួននឹងការប៉ះទង្គិចជាមួយរដ្ឋាភិបាលរុស្ស៊ីមិនបានបញ្ចប់នៅទីនោះទេដោយអាជ្ញាធរកំពុងព្យាយាមយកទិន្នន័យរបស់អ្នកដែលប្រឆាំងនឹងរបបរបស់ពួកគេនៅក្នុងកម្មវិធីផ្ញើសារមួយនេះប៉ុន្តែលោក Pavel Durov បានអះអាងថា Telegram មិនដែលផ្ដល់ទិន្នន័យណាមួយអំពីអ្នកប្រើប្រាស់ដល់ទៅអាជ្ញាធររុស្ស៊ីឡើយតើលោកអ្នកគិតថាអ្នកដែលមានបំផុតនៅឌូបៃគឺជាព្រះអង្គម្ចាស់ Hamdan ឬប្រហែលជាស្ដេច Sheikh Mohammed ហើយមែនទេបើធ្លាប់គិតបែបនេះគឺខុសហើយថ្មីនេះទស្សនាបតីពាណិជ្ជកម្មអារ៉ាប់បានដាក់ឈ្មោះសហគ្រិនវ័យក្មេងដែលមានឥទ្ធិពលបំផុតនៅទីក្រុងឌូបៃម្នាក់ហើយបរិមម្នាក់នេះក៏មិនដែលបានកើតនៅប្រទេសអារ៉ាប់រួមនោះដែរលោកសង្ហាមិនគួរឲ្យជឿដោយមានរាងកាយល្អឥតខ្ចោះនិងមានទ្រព្យសម្បត្តិច្រើនមហាសាលហើយនេះដោយសារតែចិត្តគំនិតនិងទេពកោសល្យរបស់គាត់ផ្ទាល់តែម្ដងមានរាជច្រើនសុបិនចង់បានបរិះបែបនេះជាខ្លាំងតែគាត់ជានរណាទៅហើយហេតុអ្វីបានជារឿងរ៉ាវរបស់លោកបានជំរុញទឹកចិត្តមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកតោះបន្តតាមវីដេអូនេះទាំងអស់គ្នាតែមុននឹងចូលដល់វីដេអូរបស់យើងសូមកុំភ្លេចជួយចុចពាក្យ follow ឬ subscribe ឲ្យ admin ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗនៅពេលបន្ទាប់ជូនពរជួបតែសំណាងល្អផ្ទួនតែម្ដងឌូបៃគឺជាទីក្រុងសម្រាប់មហាសេដ្ឋីដែលបានតាក់ទាញអ្នកចំនួនជោគជ័យបំផុតមកពីជុំវិញពិភពលោករថយន្តថ្លៃៗសន្តាគារប្រណិតហាងទំនើបនិងទេសភាពប្រៀបដូចជាឋានសួគ៌នៅទីនេះលោកអ្នកអាចមើលឃើញអ្វីដូចទៅនឹងក្តីសុបិនដ៏ល្អមួយអញ្ចឹងទោះបីជាការពិតវប្បធម៌អារ៉ាប់មានលក្ខណៈអភិរក្សក៏ដោយក៏ទីក្រុងនេះបានក្លាយជាសកលទៅហើយភ្ញៀវទេសចរត្រូវបានស្វាគមន៍ជាពិសេសសម្រាប់អ្នកដែលត្រៀមចំណាយលុយរាប់លានដុល្លារនៅទីនោះទីក្រុងមួយនេះមានការរីកចម្រើនយ៉ាងខ្លាំងហើយក៏អរគុណទៅដល់ស្ដេច Sheikh Mohammed bin Rashid Al Maktoum ផងដែរដែលត្រូវបានគេហៅថាជាអ្នកគ្រប់គ្រងទីក្រុងឌូបៃបានយ៉ាងអស្ចារ្យបំផុតទ្រព្យសម្បត្តិរបស់ទ្រង់ត្រូវបានគេប៉ាន់ស្មានថាមានចំនួន 14,000 លានដុល្លារសហរដ្ឋអាមេរិកដោយភាគច្រើនទ្រព្យសម្បត្តិទាំងនេះទ្រង់រកបានតាមរយៈវិស័យអចលនទ្រព្យមួយវិញទៀតនោះទ្រង់ត្រូវបានគេពណ៌នាថាគឺជាអ្នកអភិវឌ្ឍអចលនទ្រព្យដ៏លេចធ្លោបំផុតមួយរបស់ពិភពលោកផងដែរនៅក្នុងគ្រួសាររាជវង្សរបស់សេកអំណាចនិងទ្រព្យសម្បត្តិត្រូវបានបន្តវេនដូច្នេះហើយស្ដេច Sheikh Mohammed បាននឹងកំពុងរៀបចំអ្នកស្នងតំណែងបន្ទាប់នោះគឺជាបុត្រារបស់ទ្រង់គឺព្រះអង្គម្ចាស់ Hamdan ដោយព្រះអង្គម្ចាស់វ័យក្មេងរូបនេះមានទ្រព្យសម្បត្តិប្រមាណចំនួន 5,000 លានដុល្លារឯណោះហើយជីវិតរបស់ទ្រង់វិញគឺប្រៀបដូចជារឿងនិទានអញ្ចឹងទ្រង់ចូលចិត្តជិះទូកកម្សាន្តនិងការធ្វើដំណើរមួយវិញទៀតនោះព្រះអង្គម្ចាស់ទទួលបានកេរ្តិ៍ឈ្មោះជាបរិះដែលមានមន្តស្នេហ៍ដោយសារតែទ្រង់សង្ហានិងតាក់ទាញនារីជាច្រើននៅជុំវិញពិភពលោកប៉ុន្តែមានបរិះម្នាក់ដែលសង្ហានិងមានជាងសេកទាំងអស់នៅក្នុងក្រុងឌូបៃទៅទៀតដែលលោកគឺជាសហគ្រិនដែលមានឥទ្ធិពលនិងជាអ្នកមានបំផុតនៅអារ៉ាប់រួមបរិះម្នាក់នេះធំធាត់ឡើងក្នុងគ្រួសារក្រីក្រមួយហើយសម្រេចបានអ្វីៗគ្រប់យ៉ាងដោយខ្លួនឯងផ្ទាល់មិនដោយខ្សែរាជវង្សសេកដែលទទួលមរតកអំណាចនិងលុយពីព្រះមេដាបិតារបស់ពួកទ្រង់នោះទេអ្វីដែលតាក់ទាញនោះគឺថាបរិះម្នាក់នេះរឹតតែសង្ហានិងសម្បូរមន្តស្នេហ៍ជាងព្រះអង្គម្ចាស់ Sheikh Hamdan ទៅទៀតទ្រព្យសម្បត្តិសុទ្ធរបស់លោកគឺមានប្រមាណ 15,000 លានដុល្លារហើយបច្ចុប្បន្នគាត់ត្រូវបានគេចាត់ទុកថាគឺជាអ្នកមានបំផុតនៅក្នុងទីក្រុងឌូបៃលោកមានឈ្មោះថា Pavel Durov ដោយទស្សនាបតីអារ៉ាប៊ីសាអូឌីតបានដាក់ចំណាត់ថ្នាក់លេខ1ក្នុងបញ្ជីមនុស្សមានឥទ្ធិពលបំផុតទាំង100នៅទីក្រុងឌូបៃលោកត្រូវបានគេហៅថាជាមហាសេដ្ឋីអាថ៌កំបាំងបំផុតនៅក្នុងពិភពលោកម្នាក់ផងដែរដោយពេលខ្លះនោះលោកបានបង្ហាញរាងកាយដោយមិនពាក់អាវនោះទេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទៀតផងតែនេះសមនឹងលោកថតបង្ហោះអួតរាងកាយហើយព្រោះមើលតាមជាក់ស្ដែងគឺលោកពិតជាសង្ហាខ្លាំងណាស់ដូចជា model ដែលមានការហាត់ប្រាណជាប់លាប់ម្នាក់អញ្ចឹងជាធម្មតាគាត់ស្លៀកតែសម្លៀកបំពាក់ពណ៌ខ្មៅហើយមើលទៅដូចជាតួអង្គសំខាន់ក្នុងរឿង The Matrix Neo នេះគួរឲ្យភ្ញាក់ផ្អើលណាស់ដោយភាពវៃឆ្លាតភាពស្រស់ស្អាតនិងភាពជោគជ័យអាចបញ្ចូលគ្នាក្នុងមនុស្សតែម្នាក់បែបនេះមួយវិញទៀតអ្នកនឹងកាន់តែភ្ញាក់ផ្អើលនៅពេលបានដឹងរឿងរ៉ាវពីក្រោយភាពជោគជ័យដ៏មិនគួរឲ្យជឿរបស់គាត់
បរិសង្ហាម្នាក់នេះមិនមានដើមកំណើតជាអារ៉ាប់នោះទេលោក Pavel Durov កើតនៅក្នុងប្រទេសរុស្ស៊ីប៉ុន្តែដោយសារតែស្ថានភាពធ្ងន់ធ្ងរមួយលោកត្រូវបានគេបង្ខំឲ្យចាកចេញពីស្រុកកំណើតរបស់ខ្លួនហើយទទួលបានសញ្ជាតិនៃប្រទេសផ្សេងទៅវិញបច្ចុប្បន្ននេះគាត់បានប្រកាសថាសូមកុំហៅលោកថាជាអ្នកចំនួនជនជាតិរុស្ស៊ីអីហើយទាំងនេះគឺជាហេតុផលលោក Pavel Durov មិនមែនជាអ្នកមានតាំងពីកំណើតនោះទេលោកកើតនៅក្នុងតំបន់ Leningrad ដែលឥឡូវត្រូវបានគេហៅថាទីក្រុង Saint Petersburg ឪពុករបស់គាត់គឺជាបណ្ឌិតវិទ្យាសាស្ត្រទស្សនវិជ្ជានិងជាអ្នកនិពន្ធឯកសារសិក្សាជាច្រើនលោករស់នៅជាមួយគ្រួសារឆ្លាតវៃមួយប៉ុន្តែមិនមែនជាអ្នកមាននោះទេតាំងពីតូចមកក្មេងប្រុសម្នាក់នេះមានអំណោយទានខ្លាំងណាស់គាត់បានរៀនសរសេរកូដនៅសាលាហើយបន្តនៅសាកលវិទ្យាល័យដោយទាំងនេះគឺរៀនមិនអស់ប្រាក់នោះទេគឺលោកទទួលបានអាហារូបករណ៍ក្នុងការសិក្សានៅអាយុ22ឆ្នាំលោកបានបង្កើតបណ្ដាញសង្គមមួយដែលមានឈ្មោះថា WeContactor ដែលវាជា platform មួយដំណើរការស្រដៀងនឹង Facebook ដែរការគ្រានោះ app នេះបានក្លាយជាវេទិកាដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសរុស្ស៊ីលោក Pavel Durov ក៏ចាប់ផ្ដើមក្លាយជាអ្នកមានទ្រព្យសម្បត្តិដ៏ច្រើននិងមានភាពល្បីល្បាញខ្លាំងណាស់ដោយលោកត្រូវបានគេដាក់រហស្សនាមឲ្យថា Mark Zuckerberg របស់រុស្ស៊ីទៀតផងតែទោះបីជាបែបណាក៏ដោយរូបលោកតែងតែមានចរិតល្អនិងសុភាពរាបសារបំផុតស្ថិតវ័យក្មេងរូបនេះមិនទិញឡានថ្លៃប្រើនោះទេនឹងធ្វើដំណើរទៅធ្វើការតាមរថភ្លើងក្រោមដីដោយទៅនឹងមនុស្សធម្មតាដែរប៉ុន្តែលោកគឺជាមនុស្សដែលចូលចិត្តជួយគេមានពេលមួយក្នុងថ្ងៃខួបកំណើតអាយុ27ឆ្នាំរបស់លោកក្នុងឆ្នាំ2011គាត់ក៏បានបរិច្ចាគទឹកប្រាក់$1 លានដល់មូលនិធិ Wikipedia ផងដែរបន្ទាប់មកនៅឆ្នាំ2014ជីវិតរបស់លោកក៏ចាប់ផ្ដើមផ្លាស់ប្ដូរអាជ្ញាធររុស្ស៊ីបានទាមទារឲ្យបណ្ដាញសង្គម WeContactor ប្រគល់ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកតវ៉ា Euromaidan ឲ្យទៅភ្នាក់ងារសន្តិសុខរបស់រុស្ស៊ីនិងបិទទំព័ររបស់អ្នកនយោបាយដែលធ្វើការប្រឆាំងរដ្ឋាភិបាលចោលទាំងអស់ក្នុងគ្រានោះលោក Pavel បានបដិសេធទៅកាន់រដ្ឋាភិបាលដោយលោកយល់ឃើញថាវាមិនស្របច្បាប់នោះទេសម្រាប់គាត់ផ្ទាល់សេរីភាពក្នុងការបញ្ចេញមតិនិងឯកជនភាពរបស់អ្នកប្រើប្រាស់តែងតែជារឿងសំខាន់បំផុតសម្រាប់ platform របស់លោកនៅថ្ងៃដដែលនោះប៉ូលីសក៏បានមកដល់ផ្ទះរបស់គាត់ហើយចាប់តាំងពីថ្ងៃនោះមកគាត់ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់យ៉ាងខ្លាំងដោយសារតែអាជ្ញាធររុស្ស៊ីបង្ក្រាបយ៉ាងឃោរឃៅទៅលើអ្នកណាដែលហ៊ានប្រឆាំងនឹងពួកគេលោក Pavel បានសរសេរថានៅពេលខ្ញុំប្រឆាំងនឹងការទាមទាររបស់វិមានក្រឹបឡើងភាគហ៊ុនគឺខ្ពស់សម្រាប់ខ្ញុំផ្ទាល់ក៏បន្ថែមទៀតថាខ្ញុំក្រោកឈរឡើងសម្រាប់អ្នកប្រើប្រាស់របស់យើងមិនថាមានបញ្ហាអ្វីនោះទេសិទ្ធិឯកជនរបស់អ្នកគឺពិសិដ្ឋខ្លាំងណាស់លោក Pavel ត្រូវបានបង្ខំឲ្យលក់ភាគហ៊ុនរបស់គាត់ហើយចាកចេញពីប្រទេសកំណើតជារៀងរហូតបន្ទាប់មកលោកបានអះអាងថាក្រុមហ៊ុននេះត្រូវបានកាន់កាប់ដោយសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ីគឺលោក Vladimir Putin សេដ្ឋីវ័យក្មេងរូបនេះបានបាត់បង់អ្វីៗទាំងអស់អាជីវកម្មរបស់លោកផ្ទះកំណើតនិងជីវិតអតីតកាលទាំងស្រុងតែម្ដងជាងនេះទៀតនោះគាត់ខ្លាចមិនហ៊ានស្នាក់នៅប្រទេសមួយនេះយូរទេព្រោះគ្មានសុវត្ថិភាពទើបលោកសម្រេចចិត្តផ្លាស់ប្ដូរទីតាំងទៅកន្លែងមួយផ្សេងទៀតប៉ុន្តែទោះបីជាលោកបានចាកចេញពីទឹកដីរុស្ស៊ីក៏ដោយក៏លោកមិនបានបោះបង់អ្វីដែលខ្លួនមាននោះទេហើយក៏បានសម្រេចចិត្តចាប់ផ្ដើមគម្រោងថ្មីមួយគំនិតនេះគឺដើម្បីបង្កើតមធ្យោបាយទំនាក់ទំនងដែលភ្នាក់ងារសន្តិសុខរុស្ស៊ីមិនអាចចូលបាននោះគឺគម្រោងសម្ងាត់នៅក្នុងទីក្រុងញូវយ៉កគឺ Telegram ដែលជាកម្មវិធីជជែកនឹងបាន encrypt ហើយអាចធ្វើឲ្យពិបាកសម្រាប់រដ្ឋាភិបាលក្នុងការឆ្លប់យករបាយការណ៍ពីអ្នកប្រើប្រាស់ទីបំផុតនោះគឺគាត់អាចធ្វើវាបានឥឡូវនេះ Telegram គឺជាកម្មវិធីដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោកវាត្រូវបានប្រើប្រាស់ដោយមនុស្សជាង700លាននាក់ឯណោះTelegram មិនត្រឹមតែជា platform សារប៉ុណ្ណោះទេប៉ុន្តែក៏ជាបណ្ដាញដែលមានព័ត៌មានផ្សេងៗជាច្រើនផងដែរកម្មវិធីនេះជារឿយៗត្រូវបានប្រើប្រាស់នៅក្នុងប្រទេសដែលមានការចាប់ពិរុទ្ធខ្លាំងដូចជារុស្ស៊ីអ៊ីរ៉ង់និងអូបេគីស្ថានអាជ្ញាធរនៅក្នុងប្រទេសរុស្ស៊ីបានព្យាយាមទប់ស្កាត់វាប៉ុន្តែពួកគេបរាជ័យទាំងស្រុងឥឡូវនេះ Pavel Durov រស់នៅក្នុងទីក្រុងឌូបៃខណៈដែលគាត់បានទទួលសញ្ជាតិរបស់ប្រទេសអារ៉ាប់រួមនៅឆ្នាំ2021ប៉ុន្តែចំនួននឹងការប៉ះទង្គិចជាមួយរដ្ឋាភិបាលរុស្ស៊ីមិនបានបញ្ចប់នៅទីនោះទេ
ដោយអាជ្ញាធរកំពុងព្យាយាមយកទិន្នន័យរបស់អ្នកដែលប្រឆាំងនឹងរបបរបស់ពួកគេនៅក្នុងកម្មវិធីផ្ញើសារមួយនេះប៉ុន្តែលោក Pavel Durov បានអះអាងថា Telegram មិនដែលផ្ដល់ទិន្នន័យណាមួយអំពីអ្នកប្រើប្រាស់ដល់ទៅអាជ្ញាធររុស្ស៊ីឡើយយើងនឹងបន្តការពារឯកជនភាពនិងសេរីភាពនៃការបញ្ចេញមតិរបស់ជនជាតិរុស្ស៊ីរបស់យើងអ្នកជំនុំរូបនេះបានបង្ហាញថាគាត់នឹងមិនបោះបង់ទស្សនៈរបស់ខ្លួនឡើយដើម្បីជាប្រយោជន៍ដល់ការកាត់ទោសគាត់បានប្រថុយប្រឋានយ៉ាងខ្លាំងនឹងការពារភាពគ្មានកំហុសរបស់លោកសេរីភាពក្នុងការបញ្ចេញមតិនិងការការពារឯកជនភាពមានសារៈសំខាន់ខ្លាំងណាស់សម្រាប់គាត់ជាងលុយទៅទៀតសារព័ត៌មានបានចុះលោកក្នុងទំព័រហើយហៅគាត់ថាជាមហាសេដ្ឋីដោយទ្រព្យសម្បត្តិរបស់លោកគឺមានជាង $15,000 លានសហរដ្ឋអាមេរិកតែទោះបីជាបែបណាក៏ដោយមិនដូចអ្នកមានផ្សេងទៀតនោះទេលោក Pavel Durov មិនមានយន្តហោះឯកជនរថយន្តទំនើបទូកកំសាន្តនិងភូមិគ្រឹះអីនោះទេគាត់និយាយថាការបង្កើតអ្វីមួយយ៉ាងឲ្យលេចឡើងគឺគាត់ផ្ដោតលើខ្លួនឯងសំខាន់ជាងមុននឹងដាក់ឲ្យអ្នកប្រើប្រាស់ប្រើបន្ទាប់អ្នកជំនួញរូបនេះបានព្យាយាមលាក់មុខពីអ្នកថតរូបការសម្ផ្ដល់បទសម្ភាសន៍ក៏ដូចជាព្យាយាមបិទបាំងប្រវត្តិហើយក៏មិនដែលពិភាក្សាពីជីវិតផ្ទាល់ខ្លួនរបស់លោកនោះដែរអ្នកកាសែតបានឲ្យដឹងថាគាត់បានរៀបការហើយតាមពាក្យចចាមអារាមថាលោកមានកូន2នាក់តែទោះជាយ៉ាងណារឿងនេះលោកបានលែងលះគ្នាហើយបច្ចុប្បន្ននេះមិនទាន់មាននារីណាម្នាក់ដែលលោកជ្រើសរើសជាគូក្នុងការបង្ហាញសាធារណជនបន្ទាប់នោះទេសារព័ត៌មានមួយទៀតបាននិយាយថាលោកកំពុងមានការតាក់ទងស្នេហាជាមួយតារា model ដ៏ស្រស់ស្អាតបំផុតម្នាក់ប៉ុន្តែក៏គ្មាននរណាម្នាក់បានដឹងច្បាស់អំពីអ្វីដែលកំពុងនឹងកើតឡើងនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់លោកនៅពេលនេះនោះដែរលោក Pavel រក្សារូបរាងនិងងារជាមហាសេដ្ឋីយ៉ាងអាកំបាំងបំផុតហើយច្បាស់ណាស់ថាលោកមិនចូលចិត្តប្រជាប្រិយភាពអីនោះទេប៉ុន្តែទោះបីជាយ៉ាងនេះក្តីអំណាចរបស់លោកគឺពិតជាអស្ចារ្យគាត់ជាម្ចាស់ក្រុមហ៊ុន Telegram ដ៏ធំនិងមានឥទ្ធិពលលើចិត្តមនុស្សស្ទើរគ្រប់គ្នាដូច្នេះហើយលោកត្រូវបានគេទទួលស្គាល់ថាជាសហគ្រិនដ៏មានឥទ្ធិពលបំផុតនៅក្នុងទីក្រុងឌូបៃមួយរូបតើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរចំពោះលោក Pavel Durov អរគុណសម្រាប់ការទស្សនាកុំភ្លេចធ្វើការ comment នៅខាងក្រោមវីដេអូមួយនេះសម្រាប់មតិយោបល់ផ្សេងៗជួបគ្នានៅវីដេអូក្រោយ